បាទសួស្តីបងប្អូនប្រហែលថ្ងៃនេះឃើញបងប្អូនយើងនិយាយពីរឿងមីម៉ាយដើម្បីជួយជាតិឲ្យយកប្តីចឹងណាបងប្អូនកុំមុំអីបញ្ញាប់យកប្តីបើគំនិតខ្ញុំវិញគិតថាចេះបងប្អូនមីម៉ាយខ្លះហូរដលេហើយនិយាយយកប្តីទៅក៏អត់មានកូនដែរតែអធិស្ឋានចំពោះបងប្អូនស្រីបើខ្ញុំនិយាយទៅមានការខុសលើសលោកកន្លែងណាអធិស្ឋានខ្ញុំនិយាយរឿងខ្ញុំជាមួយបងប្អូនប្រុសតែបើយើងចង់ជួយជាតិពិតប្រាកដមែនប្រពន្ធឲ្យប្តីយកប្រពន្ធ2ប្រពន្ធ3ទៅបានជួយជាតិបងប្អូនគិតមើលមេគោ10មួយឆ្នាំកូន10ចុះបើប្តីម្នាក់ប្រពន្ធ3មួយឆ្នាំកូន3 4ឆ្នាំទៅជួយជាតិប្រជាជនយើងកាន់តែច្រើនបងប្អូនអញ្ចឹងបើប្រពន្ធទាំងអស់គ្នាបងប្អូនទាំងអស់គ្នាគិតថាឲ្យប្តីយកប្រពន្ធច្រើនបានជួយជាតិលឿនបងប្អូនហ្នឹងហើយអានេះយោបល់ខ្ញុំតែបងប្អូនហ្នឹងឯងអញ្ចឹងមិនបាច់បខំមីម៉ាយទេបើមីម៉ាយដែលនៅអាចមានកូនអានឹងយើងបខំមីម៉ាយខ្លះគាត់ហូរដលេអត់មានកូនយកប្តីក៏អត់ប្រយោជន៍ដែរអញ្ចឹងយើងទុកឲ្យគាត់នៅទំនេរទៅអញ្ចឹងយើងយកចាប់ពីខ្សែចុះក្រោមមកអាចបានមានកូនហើយអញ្ចឹងបរោះម្នាក់អាចមានប្រពន្ធ3ទៅវាលះជួយជាតិបានច្រើនបងប្អូនព្រោះកូនមួយឆ្នាំ3 2ឆ្នាំ6បាទហើយអញ្ចឹងបងប្អូនជួយវិភាគជួយពិចារណាមើលបើយើងចង់ជួយជាតិប្រពន្ធកុំខាំងប្តីសុកចិត្តឲ្យប្តីចេញយក1យក2ទៀតបាន3បាន4កាន់តែល្អហើយនឹងរឹតតែជួយជាតិទៀតគេមានបានប្រសើរហើយបើប្រពន្ធណាខាំងមិនឲ្យប្តីយកប្រពន្ធ1ប្រពន្ធ2ថែមទៀតនេះមិនចង់ឲ្យជាតិរីកចម្រើនទេមិនចង់ឲ្យប្រជាជនមានកំណើនទេហើយយោបល់ខ្ញុំបងប្រុសប្រហែលជាគ្រប់គ្រងច្រើនតែសុំទោសចំពោះបងប្អូនស្រីបើមានស្មារតីជួយចង់ឲ្យប្រជាពលរដ្ឋកើនកំណើនឲ្យច្រើនដូចប្រទេសគេទោះតែធ្វើតាមខ្ញុំបាទនោះហើយអញ្ចឹងហើយបងប្អូនប្រុសត្រៀមខ្លួនទៅយើងស៊ូវេទនាបន្តិចទៅបាន2បាន3ទៅទ្រាំទៅធ្វើម៉េចទេកម្មយើងប្រុសហើយបងប្អូនស្រីគាត់